brief តើលោកអាចពន្យល់យ៉ាងខ្លីអំពីអាជីវកម្មចម្បងរបស់ Huawei នៅកម្ពុជាបានទេហើយតើវាចូលរួមចំណាយក្នុងប្រទេសកម្ពុជាដោយរបៀបណា Thanks, Mr. Kevin. Yeah, thanks for you give the opportunity to do the interview. It's my pleasure to be share the story of Huawei Cambodia. Huawei មាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ1999ហើយក្នុងរយៈពេល26ឆ្នាំកន្លងមកនេះយើងបានក្លាយជាដៃគូដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះ Digital របស់ប្រទេសអាជីវកម្មស្នូលរបស់យើងរួមមានហេដ្ឋារចនាសម្ព័ន្ធ ICT Digital នីយកម្មសហគ្រាសសេវាកម្ម Cloud និងដំណោះស្រាយថាមពលកកើតឡើងវិញរួមគ្នាជាមួយប្រតិបត្តិការក្នុងស្រុកយើងបានជួយបង្កើតបណ្ដាញ 2G 3G និង 4G ដែលសប្តាហ៍ថ្ងៃគ្របដណ្ដប់ជាង 80% នៃចំនួនប្រជាជនដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជារាប់លាននាក់អាចប្រើប្រាស់សេវាធនាគារចល័តពាណិជ្ជកម្មអេឡិចត្រូនិកសុខភាព Digital និងការអប់រំលើពីបច្ចេកវិទ្យា Huawei ក៏កំពុងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុកនិងការបង្កើតការងារផងដែរយើងបានផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិកជិត200នាក់ដែល 80% ជាជនជាតិខ្មែរហើយយើងបានគាំទ្រការងារដោយប្រយោលជាង 3000 តាមរយៈដៃគូក្នុងស្រុករបស់យើងក្រុមហ៊ុន Huawei ក៏ត្រូវបានទទួលស្គាល់ថាជាអ្នកបង់ពន្ធមាសសម្រាប់រយៈពេល2ឆ្នាំជាប់គ្នាដែលឆ្លុះបញ្ចាំងពីការរួមចំណែករយៈពេលវែងរបស់យើងចំពោះការអភិវឌ្ឍជាតិការអភិវឌ្ឍទេពកោសល្យគឺជាការផ្ដោតសំខាន់មួយទៀតតាមរយៈកម្មវិធី Huawei ICT Academy ការប្រកួតប្រជែង ICT និង Seed for the Future និស្សិតកម្ពុជាជាង 3000 នាក់បានទទួលការបណ្ដុះបណ្ដាលជំនាញ ICT កម្រិតខ្ពស់ឥឡូវនេះពួកគេភាគច្រើនកំពុងចូលរួមចំណែកក្នុងរដ្ឋាភិបាលហិរញ្ញវត្ថុនិងវិស័យឯកជនដែលជួយជំរុញការផ្លាស់ប្ដូរ Digital របស់កម្ពុជានេះគឺជាការគាំទ្រដោយផ្ទាល់ដល់យុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលដោយផ្ដោតលើបច្ចេកវិទ្យានិងធនធានមនុស្សជាអាទិភាពសំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាពជាចុងក្រោយខ្ញុំសូមបញ្ជាក់ថាគោលការណ៍របស់ក្រុមហ៊ុន Huawei គឺនៅកម្ពុជាដើម្បីកម្ពុជាយើងបដិញ្ញាចិត្តមិនត្រឹមតែផ្ដល់នូវបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើនតម្លៃរយៈពេលវែងសម្រាប់សេដ្ឋកិច្ចនិងប្រជាជនកម្ពុជាគាំទ្រដល់គោលដៅរបស់ប្រទេសក្នុងការក្លាយជាសេដ្ឋកិច្ច Digital ដ៏រឹងមាំនៅឆ្នាំ2035 Just wonder whether Huawei invest ហេតុអ្វីបានជាក្រុមហ៊ុន Huawei ផ្ដោតលើថាមពលកកើតឡើងវិញនៅកម្ពុជាហើយតើគម្រោងថាមពលពន្លឺព្រះអាទិត្យរបស់ Huawei ផ្ដល់ប្រយោជន៍ដល់សហគមន៍ក្នុងតំបន់ដោយរបៀបណាប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ហើយកំណើនយ៉ាងឆាប់រហ័សនេះមានន័យថាតម្រូវការថាមពលកំពុងកើនឡើងជារៀងរាល់ឆ្នាំទន្ទឹមនឹងនេះការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនេះនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើវ៉ារីអគ្គិសនីនិងឥន្ធនៈហ្វូស៊ីលដែលបាននាំចូលដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុនិងការប្រែប្រួលតម្លៃសកលនោះហើយជាមូលហេតុដែលថាមពលកកើតឡើងវិញមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់កម្ពុជារាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅច្បាស់លាស់ក្នុងការសម្រេចបានថាមពលកកើតឡើងវិញ 70% នៅឆ្នាំ2030ហើយក្រុមហ៊ុន Huawei គាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មនេះការផ្ដោតអារម្មណ៍របស់យើងគឺលើការរួមបញ្ចូលថាមពលស្អាតជាមួយបច្ចេកវិទ្យា Digital ឆ្លាតវៃដើម្បីធានាបាននូវថាមពលដែលអាចទុកចិត្តបាននិងតម្លៃសមរម្យឧទាហរណ៍គម្រោងថាមពលព្រះអាទិត្យរបស់យើងនៅខេត្តពោធិ៍សាត់240មេហ្គាវ៉ាត់និងកំពង់ឆ្នាំង660មេហ្គាវ៉ាត់កំពុងបន្ថែមថាមពលបៃតងជិត1ជីហ្គាវ៉ាត់នៅក្នុងបណ្ដាញអគ្គិសនីជាតិនេះមិនត្រឹមតែកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់សហគមន៍និងអាជីវកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងពង្រឹងសន្តិសុខថាមពលរបស់កម្ពុជានិងកាត់បន្ថយការបំភាយកាបូនផងដែរសរុបមកក្រុមហ៊ុន Huawei មើលឃើញថាថាមពលកកើតឡើងវិញជាមធ្យោបាយមួយក្នុងការបង្កើនអត្ថប្រយោជន៍រយៈពេលវែងសម្រាប់កម្ពុជាការផ្ដល់ថាមពលអគ្គិសនីដល់ជនបទគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងការរួមចំណែកដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលចំពោះសេដ្ឋកិច្ចបៃតងធន់ជាងមុន telecom like ICT I also wonder whether you have any project helping Cambodian ministry តើក្រុមហ៊ុន Huawei មានគម្រោងជួយដល់ការបណ្ដុះបណ្ដាលទេពកោសល្យ ICT ក្នុងស្រុកក្នុងប្រទេសកម្ពុជាដោយរបៀបណាប៉ុន្តែការអភិវឌ្ឍទេពកោសល្យក្នុងស្រុកគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់ Huawei នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះយើងបានបណ្ដុះបណ្ដាលនិស្សិតនិងអ្នកជំនាញវ័យក្មេងកម្ពុជាជាង 3000 នាក់តាមរយៈកម្មវិធីរបស់យើងដូចជា Huawei ICT Academy, Seed for the Future, Huawei ICT Competition និងការបណ្ដុះបណ្ដាលផ្សេងៗទៀត
គំនិតផ្ដួចផ្ដើមទាំងនេះផ្ដល់នូវជំនាញជាក់ស្ដែងក្នុងផ្នែកដូចជា 5G, Cloud Computing, AI និង Cyber Security ដើម្បីធានាថាសិស្សអាចតាមទាន់និន្នាការ Digital យើងក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់សាកលវិទ្យាល័យចំនួន10នៅកម្ពុជាដើម្បីធ្វើសមាហរណកម្មវិធីសិក្សា ICT សាកលរបស់ Huawei នៅក្នុងការអប់រំក្នុងស្រុកដោយធានាថាសិស្សានុសិស្សនឹងទទួលបានចំណេះដឹងដែលទទួលស្គាល់ជាអន្តរជាតិខណៈដែលកំពុងបន្តចាក់ឫសក្នុងតម្រូវការអភិវឌ្ឍរបស់កម្ពុជានិស្សិតបញ្ចប់ការសិក្សាជាច្រើននៃកម្មវិធីទាំងនេះឥឡូវពួកគេកំពុងបម្រើការនៅបណ្ដាក្រសួងស្ថាប័នហិរញ្ញវត្ថុការចាប់ផ្ដើមអាជីវកម្មនិងវិស័យឯកជនមានន័យថាពួកគេក្លាយជាកត្តាជំរុញដ៏ពិតប្រាកដនៃការផ្លាស់ប្ដូរ Digital តាមរយៈការបំពាក់មនុស្សជំនាន់ក្រោយនៅជំនាញ ICT កម្រិតខ្ពស់ Huawei កំពុងជួយកម្ពុជាក្នុងការកសាងជំនាញដែលត្រូវការដើម្បីសម្រេចបាននូវចក្ខុវិស័យ Digital របស់ខ្លួនឆ្នាំនេះកម្មវិធី Seed for the Future Student បានឈ្នះពានរង្វាន់ APAC លើកដំបូងនៅជុំសាកលហើយម្នាក់ក្នុងចំណោមពួកគេ Hood Mailang AUPP Students ក្លាយជាកម្មវិធីឯកអគ្គរដ្ឋទូតពិភពលោកដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីសម្រាប់ការប្រកួត ICT និស្សិត ITC មួយក្រុមបានឈ្នះពានរង្វាន់ APAC ក្នុងបរិបទនវានុវត្តន៍និងទទួលបានពានរង្វាន់កំពូលទាំង3 Your successful story, global case studies, and in particular តើកម្ពុជាអាចរៀនអ្វីខ្លះពីករណីសិក្សាជោគជ័យជាសកលរបស់ Huawei សេណារីយ៉ូករណីពិតណាមួយដែលលោកចង់បង្ហាញ I think thank you so much. Actually, I also want to share some story. ក្រុមហ៊ុន Huawei បានគាំទ្រការផ្លាស់ប្ដូរ Digital នៅទូទាំងឧស្សាហកម្មជាច្រើននៅទូទាំងពិភពលោកហើយកម្ពុជាអាចរៀនពីបទពិសោធន៍ទាំងនេះឧទាហរណ៍មួយគឺគម្រោង 5G Smart Coffee នៅខេត្ត Yunnan ប្រទេសចិនដែលក្រុមហ៊ុន Huawei បានធ្វើការជាមួយកសិករក្នុងស្រុកដើម្បីអនុវត្តបច្ចេកវិទ្យា 5G AI និង Cloud កសិករបានប្រើឧបករណ៍ចាប់សញ្ញាឆ្លាតវៃនិងការត្រួតពិនិត្យតាមពេលវេលាជាក់ស្ដែងដើម្បីបង្កើនគុណភាពដំណាំនិងទិន្នផលដោយបង្កើនបានប្រាក់បន្ថែម120លានយួនជារៀងរាល់ឆ្នាំដូចគ្នានេះនៅគួយជូវ Huawei បានជំរុញផលិតភាពដោយផ្ទាល់និងប្រាក់ចំណូលដល់ប្រជាជនតំបន់នេះតាមរយៈការកែប្រែទីជនបទព្រៃភ្នំបឹងបួមួយឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ប្រណិតមានភាពទាក់ទាញយ៉ាងខ្លាំងដែលអាចផ្ដល់ប្រយោជន៍យ៉ាងខ្លាំងតាមរយៈបច្ចេកវិទ្យា Digital សម្រាប់ប្រទេសកម្ពុជាវិស័យកសិកម្មនៅតែជាសសរស្តម្ភសំខាន់នៃសេដ្ឋកិច្ចដំណោះស្រាយកសិកម្មឆ្លាតវៃស្រដៀងគ្នានេះគួរអនុវត្តចំពោះកាហ្វេស្រូវនិងដំណាំដែលមានតម្លៃខ្ពស់ផ្សេងទៀតក្រៅពីវិស័យកសិកម្មក្រុមហ៊ុន Huawei បានបើកដំណើរការផ្លាស់ប្ដូរ Digital ក្នុងវិស័យអប់រំការថែទាំសុខភាពនិងការដឹកជញ្ជូននៅជុំវិញពិភពលោកមេរៀនជាសកលទាំងនេះបង្ហាញពីរបៀបដែលប្រទេសកម្ពុជាអាចបោះជំហានយ៉ាងលឿននៃការអភិវឌ្ឍដោយការទទួលយកបច្ចេកវិទ្យាទំនើបដើម្បីពន្លឿននៅកំណើនសេដ្ឋកិច្ចនិង Digital5G, so on and so forth. But just wonder តើចក្ខុវិស័យអនាគតរបស់ Huawei និងការបដិញ្ញាចិត្តរយៈពេលវែងចំពោះការអភិវឌ្ឍ Digital របស់កម្ពុជាគឺជាអ្វី Bring the digital to every people, every home, and every organization. Yeah. And for Huawei Cambodia, ចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន Huawei គឺដើម្បីក្លាយជាដៃគូដ៏គួរឲ្យទុកចិត្តក្នុងដំណើរ Digital របស់កម្ពុជាយើងបដិញ្ញាចិត្តបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ICT ថាមពលបៃតងនិងការបណ្ដុះទេពកោសល្យក្នុងស្រុកតាមរយៈការពង្រីក 4G និងរៀបចំសម្រាប់ 5G ការពង្រីកសេវាកម្ម Cloud និង Digital និងនាំមកនូវដំណោះស្រាយថាមពលស្អាតជាមួយថាមពលពន្លឺព្រះអាទិត្យសំខាន់គឺស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណក្នុងការកសាងសេដ្ឋកិច្ច Digital ដ៏រឹងមាំនៅឆ្នាំ2035ក្រុមហ៊ុន Huawei នឹងបន្តនៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែងដែលស្របទៅតាមគោលការណ៍របស់យើងគឺ In Cambodia for Cambodia គោលដៅរបស់យើងគឺមិនត្រឹមតែផ្ដល់ជូននៅបច្ចេកវិទ្យាលំដាប់ពិភពលោកប៉ុណ្ណោះទេប៉ុន្តែថែមទាំងធានាបានថាវាផ្ដល់នូវតម្លៃសង្គមនិងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពដោយជួយប្រទេសកម្ពុជាឲ្យសម្រេចបាននូវការអភិវឌ្ឍ Digital ដែលរួមបញ្ចូលនឹងគោលដៅរបស់ខ្លួននៅឆ្នាំ2035ជារួមនៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុន Huawei កំពុងរួមចំណែកក្នុងស្មារតីដូចគ្នាគាំទ្រថាមពលស្អាតនិងធ្វើការជាមួយសាកលវិទ្យាល័យនានាដើម្បីបណ្ដុះទេពកោសល្យ ICT វ័យក្មេងដូច្នេះមិនថាជាសាកលឬក្នុងស្រុក
បេសកកម្មរបស់យើងនៅតែដដែលគឺដើម្បីភ្ជាប់ទំនាក់ទំនងដែលមិនភ្ជាប់គ្នាជំរុញការច្នៃប្រឌិតគាំទ្រនិរន្តរភាពនិងការវិនិយោគមនុស្សការធានាបច្ចេកវិទ្យានាំមកនូវតម្លៃនិងឱកាសសម្រាប់ទាំងអស់គ្នា Okay. So this is okay. the value. Okay. Okay, thank you very much for your story again, and would love to hear some more in the future. Thank you. Yeah, my pleasure. Yeah. Okay.